ក្នុងសកលលោកស្រីប្រិមត្តជាទីមេត្រីនៅពេលនេះនាងខ្ញុំស្រីណុចសូមជូនព័ត៌មានខ្លីប្រចាំម៉ោងរបស់វិទ្យុជាតិ FM 96 MHz ក្រសួងធនធានទឹកនិងអូតូនិយមជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី16ខែតុលាឆ្នាំ2023ទីប្រឹក្សាសន្តិសុខជាតិអាមេរិកព្រមានពីហានិភ័យនៃសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលក្រសួងធនធានទឹកនិងអូតូនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី16ខែតុលាឆ្នាំ2023ក្រសួងបញ្ជាក់ថាប្រព័ន្ធសម្ពាធទាប ITCZ បន្តអស់បន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជាខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះបានចូលដល់ភាគកណ្ដាលនៃប្រទេសវៀតណាមហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបឦសាននៅថ្ងៃទី17ខែតុលារីឯទិសដៅខ្យល់បន្តបក់ប្រែប្រួលប្តូរពីទិសខាងកើតនិងអាគ្នេយ៍ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី16ដល់ទី18ខែតុលាបណ្ដាខេត្តស្ថិតនៅតំបន់ខ្ពង់រាបឦសាននិងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី50ទៅ70%ចំណែកនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តដទៃទៀតអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី40ទៅ50%ទីប្រឹក្សាសន្តិសុខជាតិអាមេរិកព្រមានពីហានិភ័យនៃសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រមានថាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុម Hamas អាចនឹងរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំមួយនៅទូទាំងតំបន់មជ្ឈិមបូព៌ាដោយបារម្ភថាក្រុម Hezbollah លីបង់ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកអាចនឹងបើកការវាយប្រហារលើភាគខាងជើងអ៊ីស្រាអែលឬអាចមានការចូលរួមពីអ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី16ខែតុលាឆ្នាំ2023លោក Jake Sullivan ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅលោក Sullivan បានគូសបញ្ជាក់ថាវាពិតជាមានហានិភ័យនៃការផ្ទុះទៅរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំនោះការបើកសមរភូមិសង្គ្រាមទី2នៅភាគខាងជើងអ៊ីស្រាអែលឬអាចមានការចូលរួមពីអ៊ីរ៉ង់ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបន្តថាសហរដ្ឋអាមេរិកកំពុងពិចារណាផងដែរពីជំនួយយោធាសម្រាប់អ៊ីស្រាអែលនិងអ៊ុយក្រែនដោយលោក Joe Biden មានគម្រោងបង្កើនកិច្ចពិភាក្សាស្ដីពីកញ្ចប់ថវិកាជំនួយនេះជាមួយសភាទាំងពីររបស់សហរដ្ឋអាមេរិកគួរបញ្ជាក់ថាបើតាមលោក Sullivan សហរដ្ឋអាមេរិកមិនមែនកំពុងលូកដៃចូលក្នុងផែនការយោធារបស់អ៊ីស្រាអែលនោះទេបើទោះជាមន្ទីរបញ្ចកោណបានបង្កើនការដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយលោកអ្នកនាងកញ្ញាប្រិមត្តជាទីមេត្រីព័ត៌មានខ្លីប្រចាំម៉ោងរបស់វិទ្យុជាតិ FM 96 MHz នៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ